និយមន័យនៃក្តីស្នេហាស្នេហាត្រូវបានមនុស្សជាច្រើនឲ្យនិយមន័យនិងតម្លៃផ្សេងៗគ្នាប៉ុន្តែមនុស្សជាច្រើនបានយល់ថាស្នេហាគឺជាការស្រឡាញ់ប៉ុន្តែលើសពីនេះស្នេហាមិនមែនមានន័យត្រឹមតែប៉ុណ្្នឹងទេស្នេហាត្រូវបានអ្នកប្រាជ្ញក៏ដូចជាមនុស្សមួយចំនួនបានឲ្យនិយមន័យផ្សេងៗគ្នាដូចជាទស្សនវិទូក្រេងលោកអារីស្តូតបានផ្ដល់និយមន័យដ៏ល្បីល្បាញមួយថាស្នេហាគឺជាព្រលឹងតែមួយដែលរស់នៅក្នុងរូបរាងកាយពីរនេះគឺលោកចង់មានន័យថាស្នេហាគឺជាការផ្ដល់នូវសេចក្តីសុខឬក៏ផ្ដល់នូវភាពសុខសប្បាយទៅដល់គូជីវិតរបស់យើងប្រៀបបានដូចជាវិញ្ញាណដែលមានរូបរាងកាយតែមួយហើយពួកគេធ្វើអ្វីៗទៅតាមតម្រូវការរបស់រូបរាងកាយមួយនោះអាតុងបានឲ្យនិយមន័យស្នេហាថាគឺជាការប្រាថ្នាចង់បាននូវភាពល្អឥតខ្ចោះឬភាពល្អឯកនេះបានមានន័យថាកាលណាដែលមនុស្សមានស្នេហានឹងជួយជំរុញនៅភាពអវិជ្ជមានរបស់គេឲ្យឈានទៅរកភាពវិជ្ជមានគឺទៅរកភាពល្អឥតខ្ចោះឬក៏ទៅរកភាពល្អឯកនឹងឯងរីឯលោកបាសាក់គឺជាអ្នកនិពន្ធជនជាតិបារាំងដ៏ល្បីល្បាញមួយរូបលោកបានឲ្យនិយមន័យស្នេហាថាស្នេហាគឺជាការជឿចាប់ដែលជៀសមិនរួចនេះចង់មានន័យថាកាលណាដែលមនុស្សមានស្នេហាប្រកបណាស់ពួកគេនឹងជួបទៅលើវិបត្តិជួបបញ្ហានិងជួបពាក់ព័ន្ធទៅនឹងជំងឺផ្លូវចិត្តដែលពិបាកនៅក្នុងការដោះស្រាយចំណែកឯលោក Marcel Proust លោកគឺជាអ្នកនិពន្ធដ៏ល្បីល្បាញមួយរូបលោកក៏បានឲ្យនិយមន័យទៅលើសេចក្តីស្នេហាផងដែរលោកបានឲ្យនិយមន័យថាស្នេហាគឺជាជំងឺផ្លូវចិត្តដែលស្នេហាគឺបានបង្កជាវិបត្តិបង្កជាបញ្ហានិងបង្កជាជំងឺចាក់ស្រេះនៅក្នុងផ្លូវចិត្តដែលពិបាកនៅក្នុងការដោះស្រាយដែលអាចធ្វើឲ្យមនុស្សឈានទៅរកភាពវេទនាហើយអាចបង្កនៅគ្រោះអន្តរាយទៅដល់ជីវិតរបស់យើងថែមទៀតផងជាចុងក្រោយយើងឃើញថាស្នេហាគឺមិនមាននិយមន័យឬក៏តម្លៃមួយជាក់លាក់ប្រកបសម្រាប់មនុស្សគ្រប់រូបនោះទេអ្នកខ្លះយល់ថាស្នេហាគឺជាពន្លឺដ៏ស្រស់បំព្រងដែលចាំជួយលើកទឹកចិត្តនិងចាំជួយបំភ្លឺផ្លូវជីវិតរបស់យើងឲ្យស្រស់បំព្រងចំណែកឯអ្នកខ្លះទៀតក៏មើលឃើញថាស្នេហាគឺជាស្រមោលដ៏ខ្មៅងងឹតដែលនាំមកនៅតែភាពឈឺចាប់និងភាពងងឹតសូន្យសងតែតាមពិតទៅស្នេហាមានរូបរាងបែបណាមិនមែនសំខាន់នោះទេតែអ្វីដែលសំខាន់គឺអាស្រ័យទៅលើចិត្តរបស់យើងម្នាក់ៗដែលជាអ្នកកំណត់ថាតើយើងយល់ឃើញឬក៏មើលឃើញទៅលើនិយមន័យនៃស្នេហាបែបណាបើសិនជាយើងយល់ថាស្នេហាគឺជាភាពវិជ្ជមាននោះប្រកបណាស់ស្នេហាវានឹងជាកម្លាំងវានឹងជួយរុញច្រានយើងប៉ុន្តែបើសិនជាយើងមើលឃើញស្នេហាគឺជាការគ្រប់គ្រងគឺជាការចង់បាននោះវានឹងជាច្រវាក់ដែលរុំទាក់យើងដូច្នេះអ្នកត្រូវតែយល់ថាស្នេហាគឺជាអ្វីសម្រាប់អ្នកហើយអ្នកចង់បង្កើតស្នេហាបែបណាសម្រាប់ជីវិតខ្លួនរបស់អ្នក